សួស្តីអ្នកទាំងអស់គ្នាមាសថ្ងៃនេះអាចមានភាពលំអៀងនៃការធ្លាក់ចុះដោយសារតែបន្ទាប់ពីមានភាពតានតឹងនៅមជ្ឈិមបូព៌ាបានកើនឡើងកម្ដៅសារជាថ្មីស្ថានភាពរវាងសហរដ្ឋអាមេរិកអ៊ីរ៉ង់នៅតែមានភាពក្តៅគគុកបន្ទាប់ពីមានការវាយប្រហារតាមអាកាសទៅលើទីតាំងមីស៊ីលក៏ដូចជាទូកមួយចំនួនទីផ្សារកំពុងតាមដានស្ថានភាពនេះយ៉ាងដិតដល់ព្រោះវាអាចបង្កឲ្យមានការជះឥទ្ធិពលខ្លាំងទៅលើទីផ្សារមាសតែម្ដងបាទជាមួយគ្នានេះដោយសារតែអ៊ីស្រាអែលត្រូវបានគេមើលឃើញថាមានជំហរតឹងតែងនិងអាចព្យាយាមរារាំងទៅលើដំណើរការចរចាសន្តិភាពដែលអាចធ្វើឲ្យមានភាពមិនច្បាស់លាស់នៅក្នុងតំបន់នេះកាន់តែខ្ពស់នេះជាហេតុដែលធ្វើឲ្យទីផ្សារនៅមានការប្រុងប្រយ័ត្នខ្លាំងហើយកំពុងតែដាក់សម្ពាធទៅលើទីផ្សារមាសនៃការធ្លាក់ចុះសម្រាប់ថ្ងៃនេះតំបន់សំខាន់ដែលយើងត្រូវយកចិត្តទុកដាក់ផ្នែកតម្លៃខ្ពស់ resistance zone ប្រសិនបើតម្លៃទីផ្សារមាសឡើងទៅតម្លៃ4570ទៅ4590 $នៅក្នុងមួយអោននោះគឺជាតំបន់ល្អសម្រាប់ធ្វើការលក់ចេញមកវិញសម្រាប់ទីផ្សារតម្លៃទាបខាងក្រោមតំបន់ support zone តម្លៃល្អ4480ទៅ4500 $នៅក្នុងមួយអោនជាតំបន់អាចមានការ take profit ពីអ្នកដែលលក់អាចមានការបាយឡើងត្រឡប់ទៅវិញពីតំបន់នេះផងដែរទោះជាយ៉ាងណាក៏ដោយបងប្អូនសូមប្រុងប្រយ័ត្នពីព្រោះទីផ្សារអាចមានលំហូរឡើងចុះខ្លាំងដោយសារតែកត្តាភូមិសាស្ត្រនយោបាយនិងព័ត៌មានដែលចេញមកជាបន្តបន្ទាប់ដោយយើងមិនអាចនឹកស្មានដល់ដើម្បីទទួលបាននូវព័ត៌មានអាប់ដេតតាន់ពេលវេលាសូមបងប្អូនតាមដាននិងជួយ follow page នេះផងដែរបាទហើយសម្រាប់ទិសដៅទីផ្សារមាសថ្ងៃនេះគឺមានលំហូរធ្លាក់ចុះ